ស្រាបៀក្រីតលេងឈុតធំអង្គញាខេមរៈសេរីមុនមិនចេញច្រៀងតាមផាប់ឥឡូវស្រាប់តែក្រីតលេង50ផាប់តែម្ដងស្រាបៀក្រីតលេងឈុតធំសប្រៃអ្នកគាំទ្រអញ្ជើញកម្ពុជាតារាចម្រៀងខេមរៈសេរីមុនច្រៀងនៅផាប់លើកដំបូងកម្ពុជាតារាចម្រៀងខេមរៈសេរីមុនត្រៀមចេញចម្រៀងតាមផាប់ជាលើកដំបូងតាមការអញ្ជើញរបស់ស្រាបៀក្រីតស្រាបៀក្រីតចំណាយមិនធម្មតាអញ្ជើញកម្ពុជាតារាចម្រៀងខេមរៈសេរីមុនច្រៀងជាលើកដំបូងនៅក្នុងផាប់ជាង50កន្លែងច្រើនឆ្នាំក្នុងសិល្បៈកម្ពុជាតារាចម្រៀងខេមរៈសេរីមុនមិនធ្លាប់មានវត្តមាននៅក្នុងការច្រៀងតាមផាប់នានាឡើយដោយឡែកថ្មីនេះស្រាប់តែមានការប្រកាសថាកម្ពុជាតារាចម្រៀងខេមរៈសេរីមុននឹងមានវត្តមានច្រៀងនិងសម្ដែងនៅក្នុងផាប់ជាង50កន្លែងដោយមានការគាំទ្រពីស្រាបៀក្រីតដើម្បីសប្រៃហ្វេនស្រាបៀក្រីតលេងឈុតធំនិងចំណាយមិនធម្មតាឡើយសម្រាប់ការអញ្ជើញកម្ពុជាតារាចម្រៀងខេមរៈសេរីមុនចេញច្រៀងនិងសម្ដែងនៅក្នុងផាប់ជាលើកដំបូងដោយដែលមហាជនបានឃើញស្រាប់ហើយថាភាគច្រើនកម្ពុជាតារាចម្រៀងខេមរៈសេរីមុនតែងតែមានវត្តមាននៅក្នុងការប្រគំតន្ត្រីធំតាមបណ្ដាខេត្តនានានិងក្នុងកម្មវិធីធំតែប៉ុណ្ណោះលោកកម្រនឹងមានវត្តមាននៅក្នុងផាប់កំសាន្តនានាណាស់ឆ្លើយតបទៅនឹងការចង់បានរបស់អ្នកគាំទ្រស្រាប់តែថ្មីនេះស្រាបៀក្រីតបានត្រៀមលេងឈុតធំនិងចំណាយមិនធម្មតាទេដែលបានអញ្ជើញកម្ពុជាតារាចម្រៀងខេមរៈសេរីមុនច្រៀងតាមផាប់ធំជាង50កន្លែងជុំវិញខេត្តក្រុងគ្រាន់តែដឹងដំណឹងថាកម្ពុជាតារាចម្រៀងខេមរៈសេរីមុនត្រៀមនឹងមានវត្តមាននៅក្នុងផាប់តាមការអញ្ជើញរបស់ស្រាបៀក្រីតធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្ដែងនៅការត្រេកអរក៏ដូចជាការរងចាំមើលថាតើអាយដលរបស់ពួកគេនឹងលេចវត្តមានលើកដំបូងនៅទីណាបើចង់ជួបផ្ទាល់ជាមួយនឹងកម្ពុជាតារាចម្រៀងខេមរៈសេរីមុនឬអាយដលរបស់បងប្អូនកុំភ្លេចចូលរួមជាមួយស្រាបៀក្រីតទាំងអស់គ្នាដើម្បីទទួលបានភាពសប្បាយរីករាយនិងបានរំលែងកម្សាន្តជួបជុំគ្នាសប្បាយ